ml មានឧស្ម័ន60 mg ឧស្ម័ន60 mg ក្នុងធុងហ្នឹងនឹងមានសម្ពាធ100 kilo Pascal 100 kilo Pascal មួយម៉ូលេគុលនៃឧស្ម័នមានម៉ាស់មួយម៉ូលេគុលនៃឧស្ម័ននេះអាកន្លែងនេះដែលគ្រូធ្លាប់ប្រាប់ថាម៉ូលេគុលគឺមួយM0 មួយម៉ូលេគុលមួយណា M0 8គុណ10គុណ10 8គុណ10គុណ10 26 គីឡូក្រាមណាមួយតូចសំណួររកម៉ាស់ម៉ូលចំនួនម៉ូលនិងចំនួនម៉ូលេគុលរកម៉ាស់ម៉ូលណាម៉ាស់ម៉ូលតាមដោយ M ទី2ចំនួនម៉ូលតាមដោយអីតាមដោយ N តូចនិងចំនួនម៉ូលេគុលនៃឧស្ម័ននិងចំនួនម៉ូលេគុលនៃឧស្ម័នបាទគឺ N ធំវិញណាគ្រូនិយាយម្ដងហើយភាសាមុនគ្រូធ្លាប់និយាយប្រាប់គាត់ថាម៉េចប្រាប់ថាចំនួនមានអីខ្លះពាក្យម៉ាស់ពីមុខមានអីខ្លះកូនងាកទៅណាអាចត្រឡប់ទៅវិញ្ញាសាមុនបន្តិចកូននឹងនឹកឃើញតែគ្រូបានបញ្យល់ប្រាប់កូនភាសាហើយមិនបាត់ណាគ្រូមិននិយាយក្នុងវិញ្ញាសាមួយនិយាយតែអានដែរឡើងវិញវាអត់ប្រយោជន៍ណាពាក្យមួយដែលគ្រូភាសានិយាយថានិយាយតែដឹងអូនធុញបាទតែនិយាយតែអូនធុញអញ្ចឹងកុំដែរឡើងខ្លះយើងនិយាយហើយកុំនិយាយចំដែរប៉ុន្តែក្នុងនេះគ្រូចង់ប្រាប់គុណថាគេអាចរកបានអាណាមុនក៏បានដែរក្នុង3សំណួរហ្នឹងម៉ាស់ម៉ូលចំនួនម៉ូលចំនួនម៉ូលេគុលក្នុង3ហ្នឹងក្នុងសំណួរតែមួយមាន3សំណួរកូនអាចរកអាណាមុនក៏បានដែរមានន័យថាចង់រកអាមុនឲ្យតែនៅក្នុងសំណួរទៅបាទរកអាណាមុនក៏បានរកចំនួនម៉ូលមុនហ្នឹងស្រួលណាតាមចិត្តណាតាមគ្រូមើលបាទចំនួនម៉ូលណាចំនួនម៉ូលេគុលក៏បានម៉ូលេគុលលឿនជាងបាទចំនួនម៉ូលេគុលនេះមកក្រោយចំនួនម៉ូលេគុលតាមដោយអីតាមដោយ N ធំតាមមិនបានថារកអានឹងមុនដោយសារតែយើងស្គាល់អីចំនួនម៉ូលេគុលមកនឹងម៉ាស់សរុបចែកឲ្យម៉ាស់ម៉ូលេគុលនីមួយម៉ាស់សរុបនេះម៉ាស់សរុបម៉ាស់ total នេះណាម៉ាស់ total ម៉ាស់សរុបនៃឧស្ម័នដែលមាននៅក្នុងធុងចែកឲ្យម៉ាស់ម៉ូលេគុលនីមួយណាដែលអំទេយើងគឺម៉ាននោះ60 mg 60 mg នេះ60 mg ទៅក្រាមវាដក3ក្រាមទៅគីឡូក្រាមដក3ទៀតអញ្ចឹងវាឡើងប្រមាណដក6គ្រូលុប0 1ចេញនៅសល់ដក5គីឡូ